បងប្អូននឹងទេនៅចម្ងាយ700 ម៉ែត្រពីវិមានឯករាជ្យក្នុងរាជធានីភ្នំពេញគឺមានវត្តដ៏ចំណាស់មួយដែលត្រូវបានប្រជាពលរដ្ឋរស់នៅព័ទ្ធជុំវិញដោយយកកុដិចាត់ដីបច្ឆាជាលំនៅឋានហើយវត្តនេះមានតែព្រះវិហារមួយគត់ដែលជារបស់សង្ឃនៅក្នុងវីដេអូនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនឲ្យមកស្គាល់នៅវត្តមួយដែលនៅក្នុងរាជធានីភ្នំពេញតលតែម្ដងគឺវត្តព្រះយុវង្សវត្តព្រះយុវង្សនេះមានប្រវត្តិដំណើរគ្នានឹងការកសាងវត្តឋានដែរវត្តនេះត្រូវបានដាក់ឈ្មោះតាមចៅខុនព្រះយុវង្សប៉ាតដែលជាព្រះអាយទូតរបស់ព្រះបរមរតនកោដ្ឋនរោត្តមសីហនុវត្តនេះមានផ្ទៃដីជិត2ហិកតាដែលមានទទឹង110ម៉ែត្រនិងបណ្ដោយ156ម៉ែត្រកាលដើមឡើយវត្តនេះមិនទាន់មានជាព្រះវិហារធំដូចសពថ្ងៃនោះទេគឺមានតែសាឡាំដែលជាព្រះវិហារតូចតែប៉ុណ្ណោះក្នុងអំឡុងដើមទសវត្សរ៍ទី60តួព្រះវិហារចាស់ត្រូវបានរុះរើចេញនៅសល់តែគ្រឹះហើយវិហារថ្មីត្រូវបានសាងសង់ពីលើខឿនព្រះវិហារចាស់ដដែលដែលមានឯកឧត្តមអង្គក្រពង់ផ្កាជាស្ថាបត្យករផងនិងជាវិស្វករផងជាសក្ខីភាពសពថ្ងៃយើងនៅឃើញក្លោងទ្វារធំចាស់ខាងមុខបែរទៅរកព្រះមហាវិថីនរោត្តមដែលក្លោងទ្វារមានចរិតស្លាបពុទ្ធសករាជ2503គ្រិស្តសករាជ1960ព្រះវិហារនេះមានបណ្ដោយប្រវែង21ម៉ែត្រនិងទទឹង9ម៉ែត្រនិងកម្ពស់គិតដល់ពីដាន8ម៉ែត្រប៉ុន្តែកាលចំនួននោះវត្តនេះពុំទាន់បានសាងសង់រួចរាល់ជាស្ថាពរនៅឡើយទេដោយសារតែបញ្ហាអស្ថិរភាពក្នុងស្រុកទេសកាលពីទសវត្សរ៍ទី70ក្រោយសម័យខ្មែរក្រហមនៅអំឡុងសតវត្សរ៍ទី80វត្តនេះត្រូវបានគេទុកចោលហើយមានប្រជាជនជាច្រើនគ្រួសារចូលមករស់នៅជុំវិញបរិវេណវត្តទាំងមូលហើយចាប់តាំងពីពេលនោះមកហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់វត្តត្រូវបានបំផ្លិចបំផ្លាញដូចជាសាលាឆាន់កុដិសាលាបាលីនិងចាត់ដីជាដើមអរគុណដល់ផលិតផលទឹកយិនសិនម៉ាក់អ៊ីសម្រាប់បងប្អូនមានបញ្ហាសុខភាពឧស្សាហ៍វិលមុខស្រវាំងភ្នែកនឿយហត់អស់កម្លាំងធ្វើការងារធ្ងន់ស្ពឹកស្រពន់អាចជ្រើសរើសទឹកយិនសិនម៉ាក់អ៊ីយកទៅប្រើប្រាស់បានឱកាសល្អពីក្រុមហ៊ុន Free សេវាដឹកជញ្ជូនបងប្អូន25ខេត្តក្រុងទំនាក់ទំនងទិញតាមរយៈ Page EE Black 9និង Telegram ខាងលើលុះមកដល់ដើមទសវត្សរ៍ទី90ទើបគេចាប់ផ្ដើមរៀបចំដំណើរការវត្តនេះឡើងវិញហើយមានព្រះសង្ឃត្រឹមតែ4អង្គប៉ុណ្ណោះចូលមកគង់នៅព្រះវិហារនេះត្រូវបានជួសជុលកែលម្អបន្ថែមនិងសាងសង់បង្ហើយដំបូលផងដែរហើយបងប្អូននឹងទេលក្ខណៈពិសេសផ្នែកស្ថាបត្យកម្មនៃព្រះវិហារនេះគឺគ្មានសសរទ្រសសរកណ្ដាលសូម្បីតែមួយដើមហើយលក្ខណៈពិសេសមួយទៀតនៅក្នុងព្រះវិហារនៅពេលដែលបងប្អូនចូលទៅក្នុងព្រះវិហារពេលដែលយើងនិយាយគឺអត់ឮសំឡេងខ្ទាស់ដោយព្រះវិហារវត្តដទៃឡើយហើយសំណង់ចាស់ៗដែលនៅសេសសល់រហូតមកទល់បច្ចុប្បន្ននេះក្រៅពីព្រះវិហារគឺនៅមានក្លោងទ្វារកុដិចំនួន2របងវត្តផ្នែកខ្លះនិងចាត់ដីបុរាណចំនួន5ដែលមួយក្នុងចំណោមនោះជាចាត់ដីរបស់ចៅខុនព្រះយុវង្សប៉ាតប៉ុន្តែអតិធាតុនិងវត្ថុមានតម្លៃត្រូវបានកោះកកាយបាត់អស់ទៅហើយនៅសល់តែតួចាត់ដីទទេដែលប្រជាពលរដ្ឋចំណុះជើងវត្តនាំគ្នាយកធ្វើជាផ្ទះសម្បែងស្នាក់នៅតែប៉ុណ្ណោះហើយនេះគឺជាផ្លូវចូលទៅកាន់វត្តព្រះយុវង្សដែលពោរពេញទៅដោយផ្ទះសម្បែងនិងការតាំងលក់ដូររបស់ប្រជាពលរដ្ឋចំណុះជើងវត្តចឹងបើសិនជាបងប្អូនចង់មកទស្សនាវត្តនេះបងប្អូនអាចចូលតាមក្លោងទ្វារខាងកើតត្រង់ចំណុចខ្ញុំបង្ហាញនេះអាចនឹងងាយស្រួលរកតែបើសិនជាបងប្អូនចូលតាមក្លោងទ្វារធំដែលជាប់នឹងមហាវិថីព្រះមុនីវង្សបងប្អូនអាចនឹងវង្វេងបន្តិចហើយនេះគឺជារឿងរ៉ាវខ្លះៗអំពីវត្តរាជវង្សនៅក្នុងរាជធានីភ្នំពេញតើបងប្អូនដឹងអ្វីខ្លះតាក់ទងជាមួយនឹងវត្តព្រះយុវង្សសូមខមមិននៅខាងក្រោមមកខ្ញុំដឹងផងហើយជួបជាមួយខ្ញុំបាទនៅវីដេអូបន្ទាប់សូមអរគុណវីដេអូនេះឧបត្ថម្ភដោយទឹកយិនសិនម៉ាក់អ៊ីសម្រាប់បងប្អូនមានបញ្ហាសុខភាពឧស្សាហ៍វិលមុខស្រវាំងភ្នែកនឿយហត់អស់កម្លាំងធ្វើការងារធ្ងន់ស្ពឹកស្រពន់អាចជ្រើសរើសទឹកយិនសិនម៉ាក់អ៊ីយកទៅប្រើប្រាស់បានឱកាសល្អពីក្រុមហ៊ុន Free សេវាដឹកជញ្ជូនបងប្អូន25ខេត្តក្រុងទំនាក់ទំនងទិញតាមរយៈ Page EE Black 9និង Telegram ខាងលើ